សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំក្រៃខ្ញុំមកធ្វើការសម្រាប់សាច់រឿងប្រព័ន្ធគ្រូបង្រៀនទេពកោសល្យដែលជាអេពីសូតបន្តហើយមុននឹងដល់ឈានវីដេអូសម្រាប់រឿងមួយនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like and subscribe ឲ្យខ្ញុំម្នាក់មួយដើម្បីជាកម្លាំងចិត្តផងដែរហើយចាប់ពីថ្ងៃនេះទៅមួយថ្ងៃខ្ញុំបានចេញតែមួយអេពីសូតប៉ុណ្ណោះដោយសារតែខ្ញុំចូលរវល់សិក្សាផងដែរតើឥឡូវយើងចាប់ផ្ដើមសាច់រឿងរបស់យើងមកដោយសិស្សស្រីរបស់តួឯប្រុសរបស់យើងនាងបានកំងអង្គុយលំមួយយ៉ាងធំធ្វើឲ្យអ្នកនរគ្នាភ្ញាក់ផ្អើលមែនទែនហើយប្រុសម៉ាប់របស់យើងក៏បានសួរទៅកាន់ប្រុសវិនតាថាតើនេះមិនមែនជាយល់សប្តិឬមិនទេហើយអបិសានធីយ៉ាហ្នឹងក៏បានតែដៃផងដែរជាមួយនឹងកូនសិស្សស្រីគាត់មួយទៀតដែលអូនវិនតាហ្នឹងខ្ញុំអត់ទាន់ស្គាល់ឈ្មោះទេហ្នឹងហើយអ្នកនរគ្នាហើយអបិគ្រូបង្រៀននឹងកូនសិស្សរបស់វាមកពីថ្នាក់ C ហ្នឹងក៏បាននាំមកតើវាអាចទៅរួចដោយរបៀបណាហើយគ្រូបង្រៀនមកពីថ្នាក់ C ក៏បាននិយាយទៀតថាសូម្បីតែគោលលំ3ប្រគំចូលគ្នាក៏មិនបានស្មើនឹងគោលលំ1នេះផងដែរដោយតួឯប្រុសរបស់យើងមិនចាំយូរគាត់ក៏បានប្រើឲ្យកូនសិស្សស្រីរបស់គាត់នឹងធ្វើការបញ្ជាគោលលំរបស់គាត់នឹងធ្វើការទឹកកំតិចគោលលំទាំង3ក្បាលដែលអបិមកពីថ្នាក់ C ហ្នឹងបានកោះហៅផងដែរធ្វើវាខ្ទេចមកដូចជាជាមិនទៅហើយគាត់ក៏បានបបួលលោកគ្រូដែលមកពីថ្នាក់ C នឹងប្រកួតគ្នាមួយជុំទៀតដែរទេធ្វើឲ្យលោកគ្រូរៀនមកពីថ្នាក់ C មានការកំពុនមកនឹងតួឯប្រុសរបស់យើងមែនទែនហើយកូនសិស្សរបស់តួឯប្រុសរបស់យើងក៏បានបោកបន្ទូផងដែរដោយមិនចាំយូរពួកគេក៏បានយល់ព្រមគ្នាហើយលោកគ្រូដែលមកពីថ្នាក់ C ហ្នឹងក៏ចាប់ផ្ដើមសមន់ហើយធ្វើឲ្យគាត់មានភាពជឿជាក់ខ្លាំងមែនទែននឹងគោលលំរបស់គាត់មួយនេះហើយគាត់ក៏បានបញ្ចុំចូលឲ្យកូនសិស្សស្រីរបស់តួឯប្រុសរបស់យើងនឹងធ្វើការមករៀនជាមួយគាត់ផងដែរប៉ុន្តែក៏មិននិយាយមិនទាន់បានចាប់ប្រមាណផងតួឯប្រុសរបស់យើងក៏បានកំងគោលលំមួយដងធំសម្បើខ្លាំងមែនទែនធ្វើឲ្យអ្នកនរគ្នាភ្ញាក់ផ្អើលជាខ្លាំងហើយតួឯប្រុសរបស់យើងមិនចាំយូរគាត់ក៏បានប្រើគោលលំរបស់គាត់នឹងធ្វើតាកំតិចគោលលំដល់ការរបស់លោកគ្រូមកពីថ្នាក់ C នឹងចោលផងដែរដោយមិនបានប្រមាណផងយើងក៏ឃើញថាគោលលំរបស់លោកគ្រូមកពីថ្នាក់ C ខ្ទេចអស់តម្រងទៅហើយលោកគាត់ក៏បានដើរចាក់ចេញទៅផងដែរនឹងគាត់ចាក់ចេញទៅក៏បាននិយាយឡើងទៀតថាយើងនឹងជួបគ្នាឆាប់ៗនឹងហ្វានភ្លាមនៅបន្ទុកនៃការជួយទុកចិត្តក៏បានបោកឡើងផងដែរដោយកូនសិស្សរបស់គាត់គឺប្រូវិនតានិងប្រូម៉ាប់មកគ្រប់គាត់ផងដែរហើយក៏បាន activate skill ពី system ផងដែរ skill មួយនេះគាត់អាចប្រើឲ្យអ្នកណាក៏បានដែរគឺមកឲ្យលុតជង្គង់មកគាត់បានហើយពិតជាចៃដន្យមែនតើដោយសិស្សស្រីរបស់គាត់នឹងបានមកហាពីអ្នកណាក្រាប់ឡើងតួឯប្រុសរបស់យើងមិនចាំយូរគាត់ក៏បានប្រើ skill មួយនេះទៅលើសិស្សស្រីរបស់គាត់ផងដែរធ្វើឲ្យសិស្សស្រីរបស់គាត់មកឲ្យក៏បានគោរពគាត់យ៉ាងអំភើយមែនតើអ្នកនេះពិតជាលោខ្លាំងមែនតើ skill នៅបានជីវិតពិតលេងកប់សេរីបន្ទាប់មកសិស្សប្រុសរបស់គាត់គឺសានធីនយ៉ានឹងក៏បានមកផងដែរប៉ុន្តែត្រូវតួឯប្រុសរបស់យើងប្រើ skill លុតជង្គង់នេះធ្វើគេទាក់នឹងដុំថ្មដែលគោលលំនោះហើយក៏បានអស់ជង្គង់មកគោរពតួឯប្រុសរបស់យើងខ្លាំងផងដែរធ្វើឲ្យប្រូម៉ាប់និងប្រូវិនតារបស់យើងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនៅសល់តែសិស្សស្រីរបស់គាត់មួយទៀតគឺជាអូនវិនតារបស់យើងនឹងដែលនាងគឺមនុស្ស introvert ផងដែរដែលនាងមិនដឹងជាយ៉ាងម៉េចក៏បានសន្លប់បាត់ទៅដោយមិនចាំយូរតួឯប្រុសរបស់យើងក៏បានប្រើ skill នឹងទៅលើនាងផងដែរធ្វើឲ្យនាងងើបមកវិញនឹងបានទៅគោរពតួឯប្រុសរបស់យើងផងដែរធ្វើឲ្យប្រូម៉ាប់និងប្រូវិនតារបស់យើងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងរឿងមួយនេះហើយតួឯប្រុសរបស់យើងក៏បានឲ្យកូនសិស្សរបស់គាត់ទាំង3ទាំង4នាក់ហ្នឹងក្រោបឡើងផងដែរហើយអ្នកនរគ្នាកុំប្រកែកប្រកាន់ឲ្យចំពោះសម្លេងរបស់ខ្ញុំព្រោះខ្ញុំទៅពីងើបពីដេកទេគឺម៉ោង 5:56 នាទីព្រឹកហ្នឹងហើយអ្នកនរគ្នាឥឡូវយើងបន្តសាច់រឿងរបស់យើងទាំងអស់គ្នាដោយកាត់មកនៅថ្នាក់ C វិញគឺលោកគ្រូសក់ក្រហមហ្នឹងគឺមានការខឹងជាមួយនឹងតួឯប្រុសរបស់យើងខ្លាំងមែនទែនហើយលោកគ្រូដែលជាជីហ្វាហ្នឹងក៏ខឹងនឹងតួឯប្រុសរបស់យើងផងដែរពួកគេគឺបានរួមគំនិតគ្នាដើម្បីធ្វើស៊ីតួឯប្រុសរបស់យើងដើម្បីឲ្យគេបណ្ដឹងចេញពីសាលានេះផងដែររួចពួកគាត់ក៏បានរៀបគម្រោងធ្វើស៊ីតួឯប្រុសរបស់យើងនៅយប់នេះកាន់មកពេលយប់វិញដោយតួឯប្រុសរបស់យើងក៏បានចេញពីថ្នាក់បង្រៀនរបស់គាត់ហើយភ្លាមនោះលោកគ្រូពីរនាក់ហ្នឹងក៏បានមករករឿងតួឯប្រុសរបស់យើងផងដែរប៉ុន្តែតួឯប្រុសរបស់យើងបានតបទៅកាន់ពួកគេវិញថាតើអ្នកទាំងពីរមកទីនេះដើម្បីទិញអាហារពេលល្ងាចឲ្យខ្ញុំឬមែនទេធ្វើឲ្យអ្នកទាំងពីរមានការខឹងតួឯប្រុសរបស់យើងខ្លាំងមែនទេហើយលោកគ្រូដែលមកពីថ្នាក់ C ទាំងពីរនាក់ហ្នឹងគាត់ក៏បាននិយាយឡើងថាយើងមកទីនេះដើម្បីបណ្ដឹងឯងចេញពីសាលាមួយនេះផងដែរយើងនឹងបំបាក់ដៃបំបាក់ជើងឯងរួចដេញឯងចេញពីសាលានេះផងដែរប៉ុន្តែតួឯប្រុសរបស់យើងបានតបទៅកាន់គេទាំងពីរនាក់វិញថាតើអ្នកទាំងពីរនឹងមានសមត្ថភាពអីដើម្បីមកកម្ចាត់ខ្ញុំហើយលើសំដីមើងងាយពីតួឯប្រុសរបស់យើងលោកទាំងពីរនឹងក៏បានមុំម៉ៅជាខ្លាំងហើយក៏បានប្រែកាឡានិងជីស័ព្ទរបស់គាត់នឹងដើម្បីចូលទៅកម្ចាត់តួឯប្រុសរបស់យើងប៉ុន្តែតួឯប្រុសរបស់យើងគាត់នៅតែមិនខ្វល់រួចពួកគេចិត្តមកដល់តួឯប្រុសរបស់យើងបានប្រើ skill លុតជង្គង់ធ្វើឲ្យពួកគេទាំងពីរនាក់រួមទាំងសាទនឹងធ្វើការលុតជង្គង់ចំពោះមុខគាត់ផងដែរហើយនៅពេលនោះក៏មានអ្នកគ្រូម្នាក់ដែលគាត់ចង់មកជួយតួឯប្រុសរបស់យើងផងដែរប៉ុន្តែពេលដែលគាត់ក៏លេចឃើញសភាពបែបនេះហើយគាត់មានការកែជាមួយនឹងកម្លាំងរបស់តួឯប្រុសយើងខ្លាំងមែនទែនហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរសូមបងប្អូនជួយចុច like and subscribe ឲ្យខ្ញុំម្នាក់មួយផងបាយបាយ